Bà bông bóngនេះគឺដើមកកាវដែលខ្ញុំដាំនៅមុខកាយឡៃធ្វើការហើយនេះផ្លែវាបាទផ្លែក្តឹបហើយបាទផ្លែក្តឹបនេះផ្កាវាបាទនេះផ្កាវាផ្កាដែលវាទឹកនឹងកំពុំហើយវាកំពុងតែក្តឹបបាទហើយនេះផ្លែវាត្រូវតិចហើយនេះធំបាទតែនៅក្នុងនេះផ្កាបដាគឺក្តឹបបដាបាទណាផ្កាចេញមកផ្កាមកណាក្តឹបចេញក្តឹបថែមមកហើយខ្ញុំគិតថាប្រហែលជាបងប្អូនមួយចំនួនធំអត់តន់ស្គាល់កកាវទេអញ្ចឹងនេះហើយគេហៅថាដើមកកាវបាទហើយខ្ញុំជាកសិករកកាវនេះដើមកកាវនេះយើងដាំអាយុ3 ទៅ 4 ឆ្នាំហើយបាទហើយកកាវនេះមានអត្ថប្រយោជន៍ច្រើនមែនតើគេអាចយកវាទៅធ្វើជានំឧបភោគគ្រឿងឧបភោគបរិភោគមានដូចជានំឆូកូឡេតមានដូចជានំអីផ្សេងផ្សេងអញ្ចឹងទៅធ្វើទៅតាមតម្រូវការរបស់រោងចក្រគេផលិតហើយបញ្ជាក់ផងដែរថាកកាវនេះគឺយើងធ្វើបានច្រើនបាទបានច្រើនមុខគេធ្វើរហូតដល់លេធ្វើរហូតដល់សាប៊ូធ្វើរហូតទៅដល់ថ្នាំឱសថបាទច្រើនមុខមែនតើបាទសម្រាប់ដំណាំមួយនេះបាទអញ្ចឹងនេះគឺជាដើមកកាវដែលខ្ញុំបានដាំវាហើយខ្ញុំយកមកដាំនៅប្រទេសកម្ពុជាតាំងពីឆ្នាំ2014រហូតមកដល់ពេលនេះវា10ឆ្នាំជាងហើយបាទហើយចំពោះកកាវមួយដើមនេះខ្ញុំដាំក្រោយទេដោយសារខ្ញុំរើកាយឡៃថ្មីមកដាក់នៅក្បែរផ្លូវដើម្បីឲ្យបងប្អូនកសិករទាំងអស់គាត់បានស្គាល់កាយឡៃរបស់ក្រុមហ៊ុនរបស់ខ្ញុំងាយស្រួលគាត់យកផ្លែយកផលអីមកលក់ឲ្យក្រុមហ៊ុនហើយផ្លែនេះខ្ញុំទិញ1គីឡូ1600ផ្លែស្រស់បាទផ្លែស្រស់ដូចអញ្ចឹង1គីឡូ1600ចូលរោងចក្របាទអញ្ចឹងបើសិនជាបងប្អូនមានផ្លែកកាវចង់លក់អីអាចទំនាក់ទំនងមកបានដោយក្រុមហ៊ុនខ្ញុំទិញទាំងផ្លែស្រស់ទិញទាំងក្របសើមហើយនេះខ្ញុំបានសរសេរផ្លាកដាក់ដែរបាទកកាវអញ្ចឹងកកាវនេះមានអាយុ3 ទៅ 4 ឆ្នាំហើយវាឲ្យផល2 ឆ្នាំហើយបាទនេះឆ្នាំទី2ដែលវាឲ្យផលយើងដាំកកាវតែ2 ទៅ 3 ឆ្នាំបានហើយបើសិនជាយើងថែវាបានល្អបាទអញ្ចឹងយើងទៅមើលម្ដងទៀតពណ៌ផ្សេងអញ្ចឹងយើងទៅមើលម្ដងទៀតពណ៌ផ្សេងដាំចំកាយឡៃនឹងដែរបាទនេះពណ៌ផ្សេងមួយទៀតបាទប៉ុន្តែវារៀងអុចតិចដោយសារមុខតែតិចហើយនឹងចៃបាទចៃអានេះវាផ្លែដល់គុលតែម្ដងបាទផ្លែដល់គុលបាទបងប្អូនមើលនេះម្ដងនេះផ្លែគុលវាក៏មានផ្លែចុងក៏មានបាទនេះបាទនេះចូលដល់ចំការនៅខាងក្រោយកាយឡៃវាមិនសូវស្អាតស្បុលដោយសារតែវាស្រាំងតិចបាទហើយវាមានចៃមួយចំនួនឥឡូវយើងកំពុងដាក់ក្រងឲ្យស៊ីបាទនេះបងប្អូននៅពេលដែលកកាវខ្ញុំមានចៃគឺខ្ញុំដាក់ក្រងឲ្យវាស៊ីបែបនេះបាទអញ្ចឹងបន្ទាប់ពីយើងដាក់ប្រហែលជាកន្លះខែមួយខែក្រោយមកដឹងតែអស់វាយឺតមែនប៉ុន្តែវាកម្ចាត់ចៃអស់ហ្មងបាទហើយដូចនេះអីវាចិត្តអស់ហើយចៃច្រើនដូចផ្លែខាងនេះអញ្ចឹងតែឥឡូវវាចិត្តអស់ហើយនៅសល់តិចតួចទេដើមនេះចៃច្រើនហើយយើងបានដាក់ក្រងឲ្យស៊ីហើយយើងក៏លេចមកមើលផ្លែខាងនេះវិញយើងឃើញថាផ្លែខាងនេះចិត្តអស់ហើយចៃចិត្តអស់ហើយដោយសារក្រងវាស៊ីនេះបងប្អូនបាទអញ្ចឹងយើងទៅមើលដើមផ្សេងទៀតបាទអញ្ចឹងនេះផ្លែធំដែរហើយបាទផ្លែវាធំហើយយើងក៏បានបេះវាបានមួយចំនួនដែរផ្លែនេះបាទនេះផ្លែកាន់តែស្អាតទៀតនេះដើមវាតូចទេប៉ុន្តែផ្លែហើយឆ្នាំនេះបាទអញ្ចឹងដំណាំកកាវងាយស្រួលដាំស្រួលថែ
ឲ្យផលពេញស្ទើរតែមួយឆ្នាំយើងអត់បេះប្រហែលជា3ខែទេនេះឥឡូវវាកំពុងចេញផ្កាហើយខ្លះក៏ក្តឹបហើយផ្លែខ្លះក៏ចេញបានធំដែរយើងកំពុងតែប្រមូលបដើចេញផ្កាបដើបាទអញ្ចឹងនេះគឺចំការរបស់ខ្ញុំបាទអញ្ចឹងយើងមើលតទៀតបាទនេះវាកំពុងតែផ្លែហើយយើងបានប្រមូល2 3 ដងដែរហើយផ្លែទាំងអស់នេះបាទឥឡូវវាចាប់ផ្ដើមផ្លែឲ្យច្រើនថែមទៀតបាទនេះចង់ទុំហើយបាទចង់ទុំហើយហើយទៅមើលកន្លែងផ្សេងទៀតបាទអញ្ចឹងផ្លែកាកាវនេះត្បិតតែបច្ចុប្បន្ននេះវាមិនសូវជាសបល់ល្អមែនវាមានសត្វតិចខ្លះអីមែនប៉ុន្តែវានៅតែធំបាទនៅតែធំផ្លែខ្លះអាចឈានរហូតទៅដល់1គីឡូជាងនេះក៏មានដែរតែជាមធ្យមផ្លែតូចអាច3 1គីឡូបាទហើយ1គីឡូ1600ផ្លែស្រស់នឹងសម្រាប់ខ្ញុំទិញពីកសិករមកបាទអញ្ចឹងយើងមើលដើមផ្សេងទៀតនៅចិត្តហ្នឹងបាទនេះក៏នេះដែរបាទនេះក៏ផ្លែបាទអញ្ចឹងយើងបានបាច់មួយចំនួនហើយនេះវាចេញក្តឹបចេញផ្កាមកតូចដូចគ្នាទៀតបាទវាផ្លែដល់ចុងបងប្អូនផ្លែដល់ចុងនេះដៃខ្ញុំឈោងមកដល់ទេខាងលើនោះទុំហ៎ក្រហមនេះបាទហើយនេះខ្លះនេះវាចេញក្តឹបឃើញនេះក្តឹបវាកំពុងតែក្តឹបខ្លះផ្លែធំទៅនេះមួយប្រហែលជា1គីឡូជាងហើយនេះធំមកផ្លែនេះបាទអោបអត់ជុំនេះដៃបាទធំមកបាទផ្លែខ្លះប្រហែលជា1 ទឹកកន្លះអីដែរ2 ទឹកអីដែរបាទអញ្ចឹងនេះគឺជាចំការរបស់ខ្ញុំដែលបានដាំអ្វីត្បិតដីនេះវាអត់សូវល្អតែយើងថែទាំវាទៅវាអាចធ្វើឲ្យបានផលគាត់បើដែរបាទបាទនេះទេសភាពទិដ្ឋភាពចំការរបស់ខ្ញុំបាទយើងដាំ3 ម៉ែត្រមួយយើងកប់តែងដើមយើងឃើញភាគច្រើនក្រោយពីយើងបេះបដើគឺវាចេញផ្កាបដើតំណាំកាកាវវាស្រួលមួយយ៉ាងចឹងដែរហើយនៅក្នុងនេះខ្ញុំដាំដើមចេកឲ្យមានដើមបឺនៅពីលើទៀតបាទព្រោះកាកាវវាត្រូវការម្លប់នេះខ្ញុំដាំអញ្ចឹងបាទដើមឈើម្លប់ពីលើអញ្ចឹងមកនេះបាទម្លប់តិចគឺកាកាវចុះចិត្តអញ្ចឹងបាទមកខាងនេះវាក្តឹបតូចយើងមើលអត់សូវឃើញផ្លែវាកំពុងតែចេញនេះដូចអញ្ចឹងវាចេញបាទវាក្តឹបតូចហើយខ្លះក៏ធំខ្លះក៏ទើបតែផ្កាបាទអញ្ចឹងនេះជាទេសភាពចំការកាកាវរបស់ខ្ញុំបាទនេះឃើញផ្លែរញ៉េងរណងបាទ